ប្រឹងខ្លួនឯងឲ្យដល់កូនជាទីស្រឡាញ់គោធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី3គឺប្រឹងខ្លួនឯងឲ្យដល់ដោយសេចក្តីថាមនុស្សយើងចូលចិត្តឲ្យអ្នកដទៃមកលើកដំកើងខ្លួនប៉ុន្តែមនុស្សដែលនឹងមានគេមកស្រឡាញ់រាប់អាននឹងលើកដំកើងនោះគឺត្រូវតែជាមនុស្សមានមន្តស្នេហ៍ស័ក្តិសិទ្ធិក្នុងខ្លួនមនុស្សដែលខ្វះមន្តស្នេហ៍នឹងមានអ្នកណាមកស្រឡាញ់មករាប់អានទៅវិធីម្យ៉ាងសម្រាប់សាងស្នេហ៍ឲ្យមនុស្សស្រឡាញ់គឺប្រឹងខ្លួនឯងឬប្រើខ្លួនឯងការប្រឹងខ្លួនឯងឬប្រើខ្លួនឯងគឺការដាស់តឿនខ្លួនឯងឲ្យធ្វើការងារគិតធ្វើការដោយខ្លួនឯងគិតជួយអ្នកដទៃដោយខ្លួនឯងនិងធ្វើខ្លួនឲ្យជាប្រយោជន៍ចំណែកការងារមិនចាំបាច់ឲ្យអ្នកណាមកប្រើមកបង្គាប់ឡើយឃើញសមគួរយ៉ាងណាហើយក៏ធ្វើទៅដោយខ្លួនឯងគ្រាន់តែការងារខ្លះត្រូវសួរអ្នកដទៃដើម្បីឲ្យត្រូវតាមបំណងរបស់គេផងប៉ុណ្ណោះមនុស្សដែលប្រើខ្លួនឯងបានពូកែយ៉ាងនេះគឺឃើញការងារដែលជាការងារល្អជាការងារត្រឹមត្រូវនិងជាការងារមានប្រយោជន៍ហើយនោះក៏ប្រើខ្លួនឯងឲ្យធ្វើគេហៅថាជាមនុស្សមាននៅអត្តសម្បទាគឺមានខ្លួនចម្រើនដល់ព្រមដោយទឹកចិត្តមនុស្សដូចពោលមុនេះគេមិនព្រមនៅស្ងៀមមិនព្រមនៅទំនេរឡើយឃើញអ្នកដទៃធ្វើការអ្វីគេអាចជួយបានក៏ជួយភ្លាមបើកូនត្រូវការឲ្យបានដល់សេចក្តីសម្រេចនិងត្រូវការឲ្យខ្លួនជាមនុស្សមានមន្តស្នេហ៍កូនត្រូវចេះប្រើខ្លួនឯងតាមដូចដែលបានពោលហើយកូនកុំនៅស្ងៀមកុំធ្វើព្រងើយក្នុងការដែលត្រូវជួយអ្នកដទៃកូនត្រូវជួយដោយទឹកចិត្តកុំជាមនុស្សអត់ទឹកចិត្តឲ្យសោះកូនកុំជាមនុស្សឃើញតែពីខាងបាននៅសម្បត្តិក្រៅខ្លួននោះព្រោះមនុស្សមិនមានស្នេហ៍មិនគួរឲ្យរាប់អានឡើយគឺជាមនុស្សគួរឲ្យរង្គៀសចំពោះមនុស្សទូទៅកូនអើយសាងស្នេហ៍ល្អជាងសាងស្នៀតសាងស្នេហ៍នោះវាមិនមែនលំបាកខ្លាំងខ្លានោះទេគ្រាន់តែព្យាយាមដាស់តឿនចិត្តខ្លួនឯងកុំឲ្យជាមនុស្សសំពឹកអត់ទឹកចិត្តប៉ុណ្ណឹងទៅសមគួរហើយយប់យូរសម្រាប់អ្នកដែលដេកមិនលក់យកឆ្ងាយដាច់ស្រយាលសម្រាប់អ្នកដែលស្បាយកម្លាំងហើយវត្តដាក់សង្សារវែងឆ្ងាយសម្រាប់បុគ្គលពៀទាំងឡាយតែមិនដឹងច្បាស់នៅព្រះសទ្ធធម៌